នាក់ពួកគេរត់ជាប់ជើងភ្នំបងប្អូនទាំងពីរនេះមានចរិតមិនដូចគ្នាទេកូនប្រុសច្បងចូលចិត្តដើរលេងសប្បាយមិនរវល់ជួយធ្វើកិច្ចការឪពុកម្ដាយទេឯកូនប្រុសពៅវិញជាមនុស្សឧស្សាហ៍ធ្វើការមិនទំនេរដៃហើយព្យាយាមរៀនសូត្រអានសៀវភៅចង់ចេះចង់ដឹងទៀតផងអស់កាលកន្លងទៅជាយូរខែឆ្នាំឪពុកម្ដាយបុរសទាំងពីរនាក់បានបាត់បង់ជីវិតទៅនៅសល់តែបុរសពីរនាក់បងប្អូនបងប្រុសជាមនុស្សមានចិត្តមិនទៀងត្រង់សំអាងថាខ្លួនជាបងទាមទារចែកទ្រព្យសម្បត្តិសល់ពីឪពុកម្ដាយនិងតាំងខ្លួនធ្វើជាមេចំណែកប្អូនប្រុសក៏យល់ព្រមឪពុកម្ដាយយើងស្លាប់អស់ហើយបងគិតថាយើងគួរតែចែកទ្រព្យសម្បត្តិគ្នាទៅប្រកបរបររស់នៅចិញ្ចឹមជីវិតរៀងៗខ្លួនព្រោះយើងធំអស់ហើយណាមួយយើងគ្មានអ្នកទីពឹងផងតើប្អូនយល់យ៉ាងណាដែរបាទបងអ្នកចាត់ចែងចុះប្អូនមិនថាអីទេអញ្ចឹងទុកឲ្យបងជាអ្នកចាត់ចែងទ្រព្យសម្បត្តិទៅចុះនិយាយរួចហើយបងប្រុសប្រមូលដីផ្ទះគោក្របីជារបស់ខ្លួនទាំងអស់ចំណែកប្អូនប្រុសក៏ទៅប្រមូលបានតែសៀវភៅមួយក្បាលឆ្មាមួយក្បាលនិងឆ្កែមួយក្បាលនិងសម្ភារៈប្រើប្រាស់មួយចំនួនតែប៉ុណ្ណោះបាទដូច្នោះបងយកដីផ្ទះនេះគោក្របីជាដើមចំណែកបងឯងវិញយកប៊ិចសៀវភៅសម្ភារៈនិងឆ្កែឆ្មានិងវត្ថុស្រាលមួយចំនួនទៀតចុះហ្នឹងឯងបងប្រុសបងចែកដូចនេះដូចជាមិនស្មើគ្នាសោះណែអាប្អូនយើងជាបងរបស់ឯងយើងត្រូវតែបានច្រើនជាងឯងហើយឯងត្រូវតែស្ដាប់យើងបើបងចង់បានដូច្នោះហើយខ្ញុំនឹងធ្វើតាមបងខ្ញុំមិនប្រកែកនឹងបងទេណែឆ្កែនិងឆ្មាឯងត្រូវទៅនៅជាមួយនឹងយើងនឹងនេះចាប់ពីពេលនេះតទៅយើងលែងរស់នៅទីនេះទៀតហើយអូពេលប្រមូលរួចរាល់ហើយប្អូនប្រុសក៏លាបងប្រុសទៅសង់កូនខ្ទមមួយរស់នៅជិតជើងភ្នំដើម្បីប្រកបរបរចិញ្ចឹមជីវិតខ្ញុំគិតលាបងទៅសង់កូនខ្ទមរស់នៅក្បែរជើងភ្នំម្ដងហើយនឹងប្រកបរបរស្រែចម្ការដើម្បីចិញ្ចឹមជីវិតទៅចុះប្អូនសុខសប្បាយតាមផ្លូវបុរសប្អូនជាមនុស្សតស៊ូព្យាយាមជារៀងរាល់ថ្ងៃខិតខំកាប់កោះដីធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតប្អូនប្រុសធ្វើការហត់នឿយណាស់ព្រោះប្រាំងគេតែងតែឆ្លៀតពេលអានសៀវភៅមិនដែលអាក់ខានឡើយការអានសៀវភៅនិទានរឿងព្រេងនេះធ្វើឲ្យភ្នំចាស់មួយដែលធ្លាប់តែដីយួររាប់ពាន់ឆ្នាំក៏ភ្ញាក់ដឹងខ្លួនហើយរងចាំស្ដាប់អ្នកណានិទានរឿងពីរោះយ៉ាងនេះពិតជាគួរចង់ស្ដាប់ណាស់យើងមិនដែលបានឮនរណានិទានដូចនេះពីមុនមកសោះភ្នំចាស់តែងតែរងចាំស្ដាប់បុរសជាប្អូនអានសៀវភៅរៀងរាល់ព្រឹកដល់ពេលភ្ជួរដីធ្វើស្រែបុរសប្អូនគ្មានគោក្របីភ្ជួរក៏យកឆ្កែនិងឆ្មាទៅអូសជានឹងកលជំនួសគោក្របីយើងគ្មានគោក្របីភ្ជួរនឹងគេទេដូច្នេះយើងយកឯងទៅពីទៅភ្ជួរជំនួសហើយណាភ្នំចាស់ឃើញដូច្នេះក៏ផ្ទុះសំណោចយ៉ាងខ្លាំងមិនដែលឃើញទេអ្នកណាយកឆ្កែឆ្មាមកជួររស់បែបនេះមើលទៅពួកវានេះពិតជាគួរឲ្យអស់សំណើចណាស់បានធ្វើឲ្យដីនេះយ៉ាងច្រើនរង្គើធ្លាក់ទៅបុរសប្អូនក៏ស្ទុះចុះទៅរើសដុំដីនេះមួយចំនួនចុះមកទុកមីច្រើនណាស់ជំរាបសិនមីច្រើនណាស់តែប៉ុណ្ណេះជំលែងក្រលំបាកទៀតហើយខ្ញុំយកតែប៉ុណ្ណេះខ្ញុំមិនដែលអាចរស់នៅចិញ្ចឹមជីវិតបានចាប់តាំងពីពេលនោះមកប្អូនប្រុសក៏មានទ្រព្យសម្បត្តិរស់នៅធូរធារមានផ្ទះធំមានគោក្របីមិនខ្វះដំណឹងនេះបានលេចឮដល់បងប្រុសគេបងប្រុសក៏ប្រញាប់មកសួរប្អូនហេតុអីបានជាគេរកស៊ីមានបានលឿនយ៉ាងនេះក្រោយបងខ្ញុំឥឡូវនេះមានជីវិតធូរធារប្រសើរជាងមុនគឺដោយសារតែប្អូនក៏និយាយប្រាប់បងប្រុសរឿងភ្នំសោចសពគ្រប់ទាំងអស់ដោយសារតែចិត្តលោភលន់
បរោះជាបងក៏ប្រគល់ដីផ្ទះឲ្យប្អូនប្រុសទាំងអស់រួចបដូរយកសៀវភៅនិងឆ្កែឆ្មារបស់ប្អូនវិញបរោះជាបងបានធ្វើត្រាប់តាមប្អូនប្រុសគោលបំណងដើម្បីបានដីមាសតែគេមិនបានអានសៀវភៅរៀងរាល់ព្រឹកដោយប្អូនទេគ្រាន់តែយកឆ្កែនិងឆ្មាទៅអូសនាងគយប៉ុណ្ណោះចាំមើលណាតែពេលណាភ្នំនឹងសើចយើងនឹងយកមាសឲ្យច្រើនជាងឯងទៀតណាបងអូនពេលនោះយើងនឹងខ្លាចជាអ្នកមានជាងឯងហើយមានបរមអ្នកទៀតហើយយកឆ្កែនិងឆ្មាមកជួររត់ទៀតហើយគួរឲ្យអស់សំណើចណាស់ពេលនោះភ្នំចាស់ក៏ផ្ទុះសំណើចហើយក៏ធ្លាក់ដីមាសចេញមកដូចមុនពុំសើចហើយហើយមាសច្រើនយ៉ាងនេះបរោះជាបងទាំងថងក៏រត់ចូលទៅរើដល់សារតែចំណុចមុនគេរើមាសមិនប្រកឈប់សោះគេខំប្រមូលពីកំអត់ដាក់កោពេញក្នុងមុខមុនក្នុងពេលទឹកជប់មកគេនៅតែខំប្រមូលមិនចេញពីរូបទេពុំមែនហើយយើងនឹងជួយឲ្យអស់តែប៉ុណ្ណេះយើងខ្លាចជាអ្នកមានមិនខានហើយភ្នំចាស់រងចាំស្ដាប់សំឡេងទាំងសៀវភៅនៅតែមិនលឺអ្វីសោះយូរទៅភ្នំចាស់ងងុយដេកក៏បិទភ្នែកដេកលងលក់ទៅមិនក៏ថ្ងៃនេះស្ងប់ស្ងាត់យ៉ាងនេះគ្មានអ្នកណានិទានរឿងអ្វីសោះយើងចាំយូរហើយមួយនេះណាពេលបិទភ្នែកដេកភ្នំចាស់បិទទាំងមាត់ថែមទៀតផងធ្វើឲ្យមាត់ច្រកចូលរូងភ្នំត្រូវបិទជិតមានអីនោះតែណាទៅចិត្តទៅចាំមិនចេះអត់ទេជួយបរោះជាបងរកច្រកចិត្តពីរូងមិនអាចចេញពីរូងភ្នំបានបាត់បង់ជីវិតនៅក្នុងរូងភ្នំជាមួយនឹងទំនាស់ទាំងអស់នោះទៅចំណែកឯបរោះដែលមានចិត្តទៀងត្រង់ដូចបរោះជាប្អូនមានជីវិតរស់នៅយ៉ាងសុខសាន្តគេបានយកមាសមួយចំនួននោះទៅចំណាយសាងសង់ជាសាលារៀនជាច្រើនកន្លែងសម្រាប់ឲ្យកុមារខ្វះខាតក្រីក្រជាច្រើននាក់បានរៀនសូត្រចេះដឹងដាក់វានៅកន្លែងនេះសមសាលានេះសាងសង់បែរមុខទៅទិសខាងកើតបាទលោកខ្ញុំនៅរៀបចំជូនលោករាល់ពេលដែលអានសៀវភៅបរោះជាប្អូនតែងតែនឹកឃើញដល់បងប្រុសរបស់គេជានិច្ចបងប្រុសព្រោះតែការលុបលុនបានធ្វើឲ្យបងប្រុសជួបក្តីអន្តរាយរហូតដល់បាត់បង់ជីវិតបែបនេះ